ថៃបានបង្ហាញអំពីការត្រៀមប្រយុទ្ធជាមួយនឹងយន្តហោះ F5T8 បន្ទាប់ពីមានការប៉ះទង្គិចព្រំដែនរវាងកម្ពុជាថៃកងទ័ពអាកាសថៃ RTAF កាលពីថ្ងៃពុធបានបង្ហាញសមយុទ្ធត្រៀមប្រយុទ្ធដោយកងវីរៈសេនីយ៍តូចលេខ211 Wing 21ដែលមានមូលដ្ឋាននៅឯទីក្រុងអូបុនរាជធានីដោយប្រើប្រាស់យន្តហោះចម្បាំងម៉ាក F5T8 របស់ខ្លួនការប្រកាសនេះបានធ្វើឡើងតាមរយៈ Facebook បន្ទាប់ពីមានការប៉ះទង្គិចគ្នានៅឯព្រំដែនរវាងកងកម្លាំងថៃនិងកម្ពុជាម៉ោងប្រហែល 5:45 នាទីព្រឹកនៅតំបន់មុំបីនៃទាហានជើងទឹក211កងវីរៈសេនីយ៍តូច Wing 21 អូបុនរាជធានីបាននឹងកំពុងធ្វើការវឹកហាត់សមយុទ្ធផ្លូវអាកាសនិងការវាយប្រហារនៅលើដីដើម្បីរក្សាការត្រៀមខ្លួនក្នុងករណីមានការគំរាមកំហែងសន្តិសុខជាតិដើម្បីអាចប្រើប្រាស់ផ្លូវអាកាសដើម្បីវាយប្រហារការពារអធិបតេយ្យភាពរបស់ជាតិនិងសន្តិភាពរបស់ប្រជាជនថៃប្រពន្ធពី RTAF មួយបានបញ្ជាក់អំពីការត្រៀមខ្លួនរបស់កងទ័ពអាកាសក្នុងការឆ្លើយតបទៅនឹងស្ថានភាពណាមួយដោយបន្ថែមថាសមយុទ្ធចុងក្រោយបង្អស់ដែលជាផ្នែកមួយនៃការវឹកហាត់តាមទម្លាប់បានប្រែក្លាយទៅជាស្ថានភាពប្រយុទ្ធពិតប្រាកដនៅក្នុងតំបន់ដែលមានជម្លោះ